អនុញ្ញាតឲ្យខ្ញុំបាទធ្វើកិរិយាគោរពទ្រង់សម្ដេចឯកឧត្តមលោកជំទាវបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីមេត្រីដែលជាទស្សនិកជនរបស់ទូតបាយ័នកម្ពុជាថ្ងៃនេះយើងមានកីឡា6គូធ្វើការណាត់ជួបលោកនាងកញ្ញាដែលក៏ក្រឹកសៃវៀនលើសងវៀនរៀងរាល់ថ្ងៃសៅរ៍បានវិលត្រឡប់មកជួបវិញដោយភក្ដីភាពបំផុតហើយនាំនៅកីឡាល្អប្រណិតដើម្បីជាទីចំណីអារម្មណ៍ចាក់ខុដ៏មានរសជាតិរបស់លោកអ្នកនៅ5គូជាបន្តទៀតនៅក្នុងការផ្សាយផ្ទាល់ពីស្ថានីយ៍ទូបាយ័នទៅកាន់គេដ្ឋានរបស់លោកអ្នកគ្រប់គ្នាសម្រាប់សប្តាហ៍នេះយើងនឹងធ្វើការប្រកួតមួយគូរួចទៅហើយក៏ប៉ុន្តែក្នុងពេលនេះខ្ញុំបាទសូមអនុញ្ញាតជម្រាបលោកស្រីនាងកញ្ញាបានជឿថាគឺមានការឧបត្ថម្ភពីកីឡាករគូពិសេសទី2បង្គោលក្រហមឈៀងឡុងទម្ងន់51គីឡូក្រាមជាកីឡាករមកពីក្លឹបអេភូថងកីឡាបង្គោលខៀវម៉ាក់សមុទ្រទម្ងន់51គីឡូក្រាមដូចគ្នាជាកីឡាករមកពីក្លឹបតាឡៃដំរីមានរិទ្ធប្រិមត្តទស្សនិកជនជាទីមេត្រីការប្រកួតកីឡាបដាប្រចាំថ្ងៃសៅរ៍របស់យើងនៅពេលនេះឈានចូលដល់គូទី2ដែលបង្គោលក្រហមកីឡាករឈៀនឡុងត្រូវប្រកួតជាមួយកីឡាករម៉ាក់សមុទ្ររីឯការប្រកួតបន្ទាប់គឺកីឡាករគូពិសេសទី3កីឡាករនួនគៀប្រកួតជាមួយកីឡាករសងកុងកីឡាករពុតផនកសលប៉ះជាមួយកីឡាករផនចំណានគូឯករបស់យើងគឺកីឡាករភូមិសារ៉ាមស្វាគមន៍សិស្សប្អូនអែមឌីថូប្រកួតក្នុងប្រភេទទម្ងន់63គីឡូក្រាម500ខណៈដែលគូកូនបើរបស់យើងគឺកីឡាករច័ន្ទរតប៉ះជាមួយកីឡាករសុយសីហាគូពិសេសទី2បង្គោលខៀវកីឡាករម៉ាក់សមុទ្រវ័យ21ឆ្នាំទម្ងន់51គីឡូក្រាមកម្ពស់ 1.88 គីឡូនៅបច្ចុប្បន្នគឺស្ថិតនៅខណ្ឌដង្កោរាជធានីភ្នំពេញប្រកួតបាន27ដងឈ្នះ13ដងចាញ់10ដងស្មើ4ដងប្រកួតដួលគូប្រកួតឲ្យសន្លប់បាន6ដងប្រកួតចុងក្រោយជាមួយកីឡាករច័ន្ទឡូហានលទ្ធផលឈ្នះដោយពិន្ទុស្វ័យបង្គំគ្រូតាមរបៀបព្រះលក្ខណ៍ពាត់សីមាជាសិស្សរបស់លោកញ៉ៅម៉ាក់និងលោកម៉ាក់សខនជាកីឡាករមកពីក្លឹបតាឡៃដំរីមានរិទ្ធឯបង្គោលក្រហមរបស់យើងគឺកីឡាករឈៀងឡុងវ័យ18ឆ្នាំទម្ងន់51គីឡូក្រាមកម្ពស់ 1.65 ទីលំនៅបច្ចុប្បន្ននៅឃុំតាខ្នុលស្រុកក្រូចឆ្មាខេត្តកំពង់ចាមប្រកួតបាន9ដងឈ្នះទាំង9ដងក្នុងនោះគឺផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន5ដងប្រកួតចុងក្រោយជាមួយកីឡាករម៉ូណារ៉ាលទ្ធផលឈ្នះដោយពិន្ទុថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូជាសិស្សរបស់លោកអេពូថងមកពីក្លឹបអេពូថងកីឡាត្រៀមគូពិសេសទី2ទឹកទី1គូពិសេសទី2ឈានចូលដល់ទឹកទី1បង្គោលក្រហមកីឡាករឈៀងឡុងបង្គោលខៀវម៉ាក់សមុទ្រពេលនេះកីឡាករបង្គោលខៀវម៉ាក់សមុទ្រក៏ទទួលបានការឧបត្ថម្ភហើយគឺពីលោកវើកសាមឿនចៅសង្កាត់ខណ្ឌដង្កោបានជួយឧបត្ថម្ភដល់កីឡាករម៉ាក់សមុទ្រចំនួន$50ម្ចាស់ហាងប៉ៅរតនា199ចំការដងជួយឧបត្ថម្ភដល់កីឡាករម៉ាក់សមុទ្រ$10និងជួយឧបត្ថម្ភដល់គូទី3កីឡាករនួនគៀនិងកីឡាករគូទី4ផនចំណាន$10ដូចគ្នាផងដែរសូមអរគុណដល់ម្ចាស់ឧបត្ថម្ភទាំងអស់ដែលជួយដល់លើកទឹកចិត្តដល់កីឡាករយើងឥឡូវរីករាយទស្សនាគូពិសេសទី2ទឹកទី1បង្គោលក្រហមឈៀងឡុងបង្គោលខៀវម៉ាក់សមុទ្រប្រភេទទម្ងន់151គីឡូក្រាមទឹកទី1គីឡូ11សិនមិនទាន់ហ៊ានចាញ់អាវុធទេបដាទេទឹកទី1គីឡូម៉ាក់សមុទ្រច្រត់អីស្រីតូបឈៀងឡុងកត់មួយវែងអញ្ញាកដាលកាត់សេចក្តីនៅក្នុងគូពិសេសទី2របស់យើងគឺតម្រូវទៅលោកនួននិរមឡោតដៃគ្នាមួយម៉ាក់សមុទ្រលុកហុងពួរមួយសមុទ្រវាកំដៅទៅលើថងទឹកមួយទៀតយ៉ាងណាដែរម៉ាក់សមុទ្រល្អមែនតើទឹកទី1គេឡំចូលឈៀងឡុងបង្គោលក្រហមប្រកួត9ដងឈ្នះទាំង9មិនទាន់ស្គាល់ពាក្យថាចាញ់ទេចាំមើលលើកនេះតើគេបន្តឯកតកម្មមិនដែរចាញ់ឬក៏យ៉ាងណាអ្នកដែលឈៀងឡុងក៏មិនធម្មតាដែរប្រកួតបានដល់ទៅ27ដងឯកតកម្មគឺគ្រាន់តែជាតួលេខការប្រកួតលើសវៀនពិតប្រាកដទៅជាចម្លើយមួយពីរគ្រាកាច់ផ្ដួលទាំងពីរផ្ដួលទាំងលោកនុនពិរមមួយទៀតមិនដោយកីឡាករយើងធ្វើខុសលក្ខន្តិកៈទេអោបកាច់គ្នាជង្គង់សមុទ្រជង្គង់ឡុងជង្គង់សមុទ្រមួយវិញជង្គង់ឈៀងឡុង
ទឹកទី1កម្ដៅសាច់ដុំល្មមបានហើយឃើញថាឈៀងឡុងតន់ក្តៅម៉ាស៊ីនទេប៉ុន្តែសមុទ្រគាត់អ្នកនាំឥឡូវចូលវាយអ្នកទប់20វិនាទីចុងក្រោយនៃទឹកទី1អ្នកគ្រាចង្គង់ឈៀងឡុងពីក្រោយមួយទៀតសមុទ្រកាច់ដួលតែអីទេបានលោកនួនបរមទុកជាប់គូជាបន្តឈៀងឡុងដើរចូលមួយពងតែសម្លឹងរកមើលចំណុចខ្វះចន្លោះខណៈដែលម៉ាក់សមុទ្រថយក្រោយចប់ទឹកទី1ណែទឹកចេញក្រៅគូពិសេសទី2ទឹកទី2គូពិសេសទី2ឈានចូលដល់ទឹកទី2បង្គោលក្រហមកីឡាករឈៀងឡុងបង្គោលខៀវកីឡាករម៉ាក់សមុទ្រសូមអរគុណជាថ្មីដល់លោកវើកសមឿនចៅសង្កាត់ខណ្ឌដង្កោដែលបានជួយបឋមដល់កីឡាករម៉ាក់សមុទ្រចំនួន$10និងម្ចាស់ហាងប៉ៅរតនា190ចំការដូងឧបត្ថម្ភដល់កីឡាករបង្គោលខៀវម៉ាក់សមុទ្រ$10ដូចគ្នាផងដែរកន្លែងទៅមើលលើសៀវរបស់យើងគួរបញ្ជាក់ផងដែរថាកីឡាករឈៀងឡុងបង្គោលក្រហមប្រកួត9ដងមិនដែលចាញ់ទេហើយគឺជាកីឡាករម្ចាស់មេដាយមាសប្រភេទក្របខ័ណ្ឌក2អោបកាត់ឆ្កុំអ្នកមួយលោកនួនពិរមបំបែកលោកនួនពិរមប្រាប់កីឡាករបង្គោលខៀវថាចាក់ត្រង់ណាបានហាមដបនហាមខាត់ប្រកួតដោយភាពយុត្តិធម៌ចូលកីឡាករឈៀងឡុងសម្រុកចូលកន្លោទៅមកឈៀងឡុងចូលវាយស្ដាំមួយខុសម៉ាក់សមុទ្រថយប៉ុន្តែថយលីពូថៅអីយ៉ាយ៉ាងណារើជើងដួលទេអត់មានបញ្ហាប្រកួតបានជាបន្តទឹកទី2វាយចង្គង់អ្នកមួយលោកនួនរំបំបែកប្រកួតបន្តឈៀងឡុងសម្រុកចូលអោបធ្វើបីមិនបានលោកនួនរំបំបែកពេលណាទឹកទី2កីឡាករឈៀងឡុងជាអ្នកដើរចូលរហូតប៉ុន្តែចូលក៏មិនប្រកាសថាវាចាញ់ដែរវាចង្គង់តែកដាផ្លូវទឹកទី2ទៀតហើយឈៀងឡុងចូលអោបវាចង្គង់ឆ្វេងឈៀងឡុងព្យាយាមវាយឈៀងឡុងព្យាយាមចូលដើរវាចង្គង់វាមួយស្ដាអូហូល្អមែនតើម៉ាក់សមុទ្ររាថយតាមវេយ្យាករណ៍ធាក់តូលមួយឈៀងឡុងទាត់ក្រោមឈៀងឡុងចាក់ចង្គង់អោបគ្នាចង្គង់គោះទៅមកមួយកាច់ផ្ដួលទាំងពីរកីឡាករម៉ាក់សមុទ្រនៅពីលើវាយលោកនឹងរំថាវាយបន្តធាក់តូលមួយបត់កាយមួយរបស់ម៉ាក់សមុទ្រចូលដល់វាយ1 2វិញហើយចូលវិញចង្គង់មួយទៀតអូហូក្តៅថ្នាក់ជារៀងខ្លួនហើយទឹកទី2ឈៀងឡុងតាំងឃុំដើរចូលអកចាប់កាច់គ្នាទៅវិញទៅមកធ្វើអ្វីមិនបានអោបចង្គង់ឈៀងឡុងកាច់ផ្ដួលទាំងពីរចាប់ទឹកទី2ណែទឹកចេញក្រៅអ្នកឲ្យទឹកចេញក្រៅគូពិសេសទី2ទឹកទី3ពីទឹកបានកន្លងផុតទៅឥឡូវឈានចូលដល់ទឹកទី3រវាងបង្គោលក្រហមកីឡាករឈៀងឡុងបង្គោលខៀវកីឡាករម៉ាក់សមុទ្រពេលដល់ទីទឹកចាប់ដើមក្តៅសុខភាពរៀងខ្លួនឥឡូវឈានចូលដល់ទឹកទី3ចាំមើលកីឡាករណាដែលអាចបដូរគូប្រកួតបានក្នុងទឹកទី3ឬក៏ប្រកួតបន្តនេះណាឥឡូវចាប់ដើមចូលអោបចាក់ចង្គង់ដូចគ្នាម្នាក់មួយកាច់គ្នាចង្គង់ទៅវិញទៅមកចង្គង់ពីក្រៅរបស់ឈៀងឡុងមួយទៀតត្រង់ណាក៏សាច់ត្រង់ណាក៏បន្ទុដែរកុំឲ្យតែចំតំបន់ហាមឃាត់ចូលឈៀងឡុងធាក់តុបឈៀងឡុងចូលមួយម៉ាក់សមុទ្រកំពុងតែសម្លឹងរកចំណុចខ្សោយសមុទ្រវាយថងទឹកប៉ុន្តែមិនត្រូវឈៀងឡុងចូលបោះចង្គង់វិញគ្រាឈៀងឡុងធ្វើណាឈៀងឡុងកាច់ផ្ដួលចូលតាក់5នាក់មួយជើងអោប
កាច់គ្នាធ្វើឲ្យបានទេលោកនួនបរមជាអ្នកបញ្ជាការប្រកួតគូពិសេសទី2របស់យើងឃើញថាឈៀងឡុងចូលអោបកាច់យ៉ាងណាទៅហើយកាច់ផ្ដួលទាំងពីរប៉ុន្តែកីឡាករម៉ាក់សមុទ្រទុនបង្ក្រាបរឹងបណ្ដោយមួយខ្យល់ខ្លួននៅពីលើបានយ៉ាងងាយស្រួលកាច់ទៀតហើយចង្គង់ឈៀងឡុងពីក្រោយម៉ាក់សមុទ្រកាច់ផ្ដួលមួយទៀតលោកនួនបរមថាហាមថែមចង្គង់ឈៀងឡុងពីក្រោយតែឈៀងឡុងចូលតែអោបចាក់ចង្គង់ទេតែម៉ាក់សមុទ្រព្យាយាមវាយក្នុងទឹកហើយយ៉ាវាយចំម្ដាយសមុទ្រវាយដៃមួយទៀតឈៀងឡុងតតមួយវិញចូលធ្វើវាបានហេប្រយ័ត្នធ្លាក់ក្រៅទៅវិញណាមានប្រវត្តិមកហើយលើកមុនអត់អីទេក្រោកឡើងប្រកួតបានជាបន្តឈៀងឡុងជំរុកចូលអោបលាកងឈៀងឡុងចង្គង់សមុទ្រកាច់គ្នាលោកនួនបរមបំបែកឲ្យប្រកួតនៅកណ្ដាលសាវៀនជាបន្ត1នាទីចុងក្រោយនៃទឹកទី3ឈៀងឡុងតតឆ្វេងឈៀងឡុងចូលតាមមួយទៀតវាយស្ដាំកាច់ទៅតែគូទី2ប៉ុន្តែទស្សនិកជនរបស់យើងនៅទស្សនាផ្ទាល់ចាប់ដើមហោហើយញ៉ារូបភាពទាំងស្រុងជូនដល់ទស្សនិកជនយើងដែលកំពុងតាមដានទស្សនានៅគេឋានផងដែរគូបន្តអូហូសមុទ្របត់កែងមួយល្អមែនតើប៉ុន្តែមួយកែងនេះដូចជាมันមានប្រសិទ្ធភាពចំពោះឈៀងឡុងបានទេកាច់ផ្ដួលទាំងពីរទៀតក្រោកឡើងប្រកួតជាបន្តទឹកទី3 10វិនាទីចុងក្រោយចូលអោបចង្គង់ឈៀងឡុងចង្គង់សមុទ្រមួយវិញចប់ទឹកទី3ដោយទឹកចេញក្រៅឥឡូវនេះឲ្យទឹកចេញក្រៅ គូទី2 បាទ ទឹកទី4ទឹកទី4សម្រាប់គូទី2កីឡាករឈៀងឡុងជាកីឡាករដែលមានបទពិសោធន៍9ដងលើសងវៀនប្រវត្តិប្រកួត9ដងមិនដែលចាញ់ទេ5ដងប្រដៅគូសម្រាប់លើសងវៀនគួរចុងក្រោយជាមួយបូណារ៉ាឈ្នះបូណារ៉ាដែលពិន្ទុឥឡូវនេះប៉ះកីឡាករម៉ាក់សមុទ្រប្រកួត27ដងឈ្នះ13ដងចាញ់10ដងស្មើ4ដងប្រដៅគូសម្រាប់លើសងវៀនបាន6ដងចុងក្រោយជាមួយចាន់ឡានឈ្នះដោយពិន្ទុដូចគ្នាយ៉ាងក្រោយចាំមើលកីឡាករឈៀងឡុងទៅមើលប្រវត្តិប្រកួត9ដងឈ្នះទាំង9ដងយ៉ាងណាកែឡណាជិះកងបុកចូលទៀតអាយយនួនព្រមបំបែកទៅហើយជើងទៀតលោកចូលជង្គង់ឡើងមកជង្គង់ទៅលើញ៉ាកដាលបំបែកទៀតម៉ាក់សមុទ្រជើងខ្លាំងហើយមកពីតលៃដំរីមានរិទ្ធតែមានគ្រូញោម៉ាក់នឹងលោកម៉ាក់សខនអូយមានការទទួលឧបត្ថម្ភពីលោកវឿតសមឿនចៅសង្កាត់រង្កោឧបត្ថម្ភ$10ចាស់បើរតនាចំការដង90ក៏ជួយ$10អូយហើយឧបត្ថម្ភ3គូទី3គឺគូទី4នេះថ្ងៃនេះអស់ច្រើនមែនតែនឡើងដល់40អើយយម៉ាក់សមុទ្រដួលពី3ដងតាហើយបានមិនទាន់មានថាវាយ៉ាងម៉េចទេទៀតអូយ៉ាងណាទៅហើយមើលតាមប្រមាណទៀតអាយ៉ាម្ដាយកណ្ដាលមកវាយមកសមុទ្រសងមកវិញម្ដាយទៀតលោកចូលបាល់ណាតាមប្រមាញ់ម្ដាយទៀតអាយ៉ាតាមប្រមាញ់សងវិញអាយ៉ាបើស្ទាមពីម្ដាយទៅលើមកសមុទ្រឡើងទៅខោមួយទៀតទៅលើក្បាលហើយមិនស៊ីឡាទេម៉ាក់សមុទ្រអត់ស៊ីឡាទេប៉ុណ្ណឹងហើយនៅតែត្រឹមបានដដែលជើងរបស់ម៉ាក់សមុទ្រជើងរបស់ម៉ាក់សមុទ្រវាយបដៃទៅលើកីឡាករបង្គោលក្រហមរួចហើយរុញចាប់អបរឹតមកតឹងឡែនតែម្ដងអត់បញ្ហាទេនេះទៀតលោកចូលម្ដាយរបស់ម៉ាក់សមុទ្រខ្វែងយកជង្គង់ហើយនឹងកែងយកប៉ិនមិនដល់គោលដៅទេយ៉ាងណាទៀតមើលសិនអាយ៉ាលោកចូលមួយដៃកែងបររបស់ក្រហមទៀតហើយអត់បញ្ហាទេតទៅទៀតមើលមួយដៃទៀតរបស់ក្រហមពីរដៃរបស់សមុទ្រវិញសងរបស់សមុទ្រវិញលោកចូលទៀត
អាយ៉ាអោបជាប់គ្នាដួលទាំងពីរអ្នកតែម្ដងម៉ាក់សមុទ្រនេះប្រកែខាងត្រឹមមែនទែនហើយលោកជើងទៅលើកីឡាករឈឹងឡុងលោកម្ដាយទៀតទៅលើឈៀងឡុងចាប់ផ្ដើមប្រមាញ់ចូលទៅតបជង្គង់ឡើងទៅទៀតរុញជង្គង់ចូលទៅទៀតម្ដាយទៀតរបស់ឈៀងឡុងអាយ៉ាធាក់ចេញមិនឲ្យចូលចិត្តចាប់ទឹកទី4ណែទឹកចេញក្រៅឥឡូវនេះអ្នកឲ្យទឹកចេញក្រៅហើយបន្តទៅទៀតសម្រាប់ទឹកប្រាច់ប្រត់ទឹកទី5ដែលជាទឹកប្រាច់ប្រត់ទី5 4ទឹកកន្លងមកឃើញថាល្អប្រសើរទាំងសងខាងមួយបកែទប់មួយទៀតបកែដាល់ក៏ប៉ុន្តែនៅតែរឹងមាំរបស់កីឡាករម៉ាក់សមុទ្រអោបជង្គង់របស់កីឡាករចូលជង្គង់ចូលទៀតម៉ាក់សមុទ្រសងជង្គង់ទៅវិញជង្គង់សងវិញចាប់បោកដួលឈៀងឡុងកាច់ចកូនមកវិញអត់បញ្ហាទៀតយ៉ាងណាទៀតហើយមួយជើងរបស់ម៉ាក់សមុទ្រម្ដាយរបស់ឈៀងឡុងចូលទៅទៀតអាយយអត់អីរុញចកូនមកខាងនេះជង្គង់ចូលទៅទៀតរុញចូលមួយទៀតប៉ុន្តែធ្វើអីម៉ាក់សមុទ្រមិនបានម៉ាក់សមុទ្រដូចជាមានស្នាមជាប់ទៅលើផ្ទៃមុខដែរហើយមួយដៃរបស់ម៉ាក់សមុទ្រជង្គង់របស់ម៉ាក់សមុទ្រគង់សងវិញរបស់ឈៀងឡុងធ្វើអីមិនកើតដែរអញ្ញាកដាលបំបែកពេលនឹងចូលទៅទៀតជង្គង់បុកឡើងភ្លាមបាយចូលទៅឲ្យមួយដៃរបស់ខៀវអត់បានការជង្គង់ហោះរបស់ឈៀងឡុងនៅតែធ្វើអីម៉ាក់សមុទ្រមិនបានបាយម្ដាយរបស់សមុទ្រខឹងណាស់ទាត់មកជើងសងមកវិញកដាលមកសងពីម្ដាយទៅវិញទៅលើសមុទ្របដូរខ្លួនតាន់នេះគេហៅថាកាយវិការគិចបដសន្នទៀតមួយដៃរុញជង្គង់ចូលទៅទៀតបំបែកដោយអញ្ញាកណ្ដាលឡោតទៅទៀតមួយដៃកដាលមុខទៅលើឈៀងឡុងសងម្ដាយមកវិញគៀមឆ្វេងស្ដាំរបស់កីឡាករបង្គោលខៀវម៉ាក់សមុទ្រដូចចង់ហត់តិចទៅហើយទៀតឥឡូវនេះការប្រកួតវានៅសល់តែប្រមាណតែទេចាប់ហើយយើងមើលតទៀតលោកចូលដួលហើយវារំបំបែកតទៀតសងវិញជើងរបស់ឈៀងឡុងជង្គង់របស់កីឡាករម៉ាក់សមុទ្រទប់ជាប់អញ្ញាកដាលបំបែកការដឹកនាំការប្រកួតគូទី2គឺលោកភិរមមួយដៃរបស់ម៉ាក់សមុទ្រជើងឈៀងឡុងសងម្ដាយមកវិញបោកដួលកាប់មុខទាំងពីរអ្នកទៅលើសងវាតែម្ដងតទៅទៀតបំបែកដោយលួនភិរមមួយជើងរបស់ឈៀងឡុងកាច់ចកូតមកកនេះគៀកក្លេចូលរុញជង្គង់ចូលទៀតអញ្ញាកដាលបំបែកទៀតមានស្នាមបែកបន្តិចហើយទៅលើកីឡាករម៉ាក់សមុទ្រទៀតឈៀងឡុងរុញជង្គង់ចូលខៀវរុញជង្គង់ចូលដែរឆ្វេងស្ដាំជង្គង់ទាំងពីរនាក់ដោយសារតែការអោបអញ្ញាកដាលជួយរំពៃមើលបំបែកដែរដល់ទៀតម៉ាក់សមុទ្រនៅតែចំហររឹងដែរជើងរបស់ពោះទឹកមួយកណ្ដាលកដៀតក្អមរបស់ឈៀងឡុងលោកកែងបោអត់បានការអត់ដល់គោលដៅសឹបពីបីជង្គង់ចូលទៅលើឈៀងឡុងអត់ដល់គោលដៅដដែលទៀតជើងញ៉ោះមួយដៃរបស់ឈៀងឡុងកាច់ប្របាក់មកណាដួលទៅលើកដាលសង្វៀនអញ្ញាកណ្ដាលនួនវិរមបំបែកទៀតចូលមួយដៃរបស់ឈៀងឡុងជង្គង់របស់ម៉ាក់សមុទ្រឡើងចប់ទឹកទី5ជាស្ថាពរអ្នកណាឈ្នះអ្នកណាចាញ់ចាំមើលបាទលោកនុំរុំកំពុងតែប្រមូលកដាប់បន្ទុកពីចៅក្រមទាំងព្រំរូបដែលមានលោកឈឿនឆៃលោកអុកសុកលោកវ៉ែនសុផលលោកខឹមវិជាតិនិងលោកយឹមសុខុមដែលនឹងផ្ដល់បន្ទុកដល់កីឡាករទាំងពីរយ៉ាងសុក្រិតយុត្តិធម៌ផងដែរចាំមើលក្រហមឬក៏ខៀវគូពិសេសទី2របស់យើង បង្គោលក្រហមឈៀងឡុងឈ្នះបង្គោលខៀវដោយពិនទូ